ក្តារហុយនៅក្នុងការប្រកួត MPL KA Season ទី11និង Road to M8 តោះឥឡូវយើងមកចែកគ្នាទៅតាក់ទងជាមួយនៅក្នុងការប្រកួត MPL KA Season ទី11និង Road to M8 អ្នកទាំងអស់គ្នាប្រកាសជាបានឃើញជាមួយនឹងរូបភាពពីរសន្លឹកហើយដែលខាង page MPL Cambodia បានផុសនៅថ្ងៃពុធអ្នកទាំងអស់គ្នាអញ្ចឹងតាក់ទងជាមួយនឹងព័ត៌មានដែល Road to M8 ហ្នឹងអ្នកទាំងអស់គ្នាមើលរូបភាពទៅ Franchise League នឹងទទួលបានពីរស្រុតដូចជា MPL Indonesia MPL Philippines និង MPL Malaysia អ្នកទាំងអស់គ្នារីឯ Major Region របស់យើងវិញយើងស្ថិតនៅក្នុង MCT Asia ដែលមានពីរស្រុតអ្នកទាំងអស់គ្នាមាន EMEA EECA MCTEA MCTAMER មានច្រើនមែនតើអ្នកនេះហើយជាមួយនឹង World Cup អីចឹងទៅសម្រាប់ការប្រកួត M8 នេះរៀងវល់តិចតួចប៉ុន្តែមិនអីទេអ្នកនេះយើងប្រកួតតាមដែលច្បាប់ដែលគេចែងមកទៅគឺថាអត់អីទេអញ្ចឹងតាក់ទងជាមួយនឹងការប្រកួត M8 វិញអ្នកទាំងអស់គ្នាមើលទៅសម្រាប់ការប្រកួត MCT Southeast Asia ហ្នឹងមាន11ប្រទេសដែលនៅក្នុងនោះមានដូចជាមានប្រទេសកម្ពុជារបស់យើងមានអាតៃឡេវមានសិង្ហបុរីហើយមាន MDL Indonesia មាន MDL Philippines ហើយជាមួយនឹង MAL Malaysia ហើយដូចជា Brunei មានឡាវមានវៀតណាមអីចឹងទៅអញ្ចឹងសម្រាប់នៅក្នុង M8 នេះដូចខ្ញុំនិយាយចឹងអ្នកគ្នារៀងវល់ហើយមួយទៀតគឺថាច្បាប់គេចែងមកឲ្យនៅក្នុងមួយឆ្នាំហ្នឹងគឺយើងត្រូវអនុម័តតាមហើយអ្នកគ្នាយើងអត់អាចប្រកែកបានទេចូលមកក្នុងការប្រកួត MPL KA Season ទី11យើងវិញម្ដងតាក់ទងជាមួយនឹង roster គឺបាន lock ឲ្យអ្នកគ្នានិយាយទៅខ្ញុំឲ្យ hint តិចចុះតាក់ទងជាមួយនឹង roster សម្រាប់ team នីមួយៗដឹងតែ spicy ហើយក៏ក្រៅផ្អើលពេញ hall MPL Arena អ្នកគ្នានិយាយរួមទៅ roster នីមួយៗគឺថាដឹងតែ surprise ហ្មងបើសម្រាប់ខ្ញុំតគឺខ្ញុំដឹង roster ទាំងអស់មិនតែខ្ញុំអត់អាចនិយាយបានទេអ្នកគ្នាព្រោះដោយសារតែខ្ញុំមានច្បាប់របស់ខ្ញុំគឺថាតតែម្ចាស់ league គាត់បានផុសឬក៏ម្ចាស់ team គាត់បានផុសហើយបាទខ្ញុំយកមក reaction ឬក៏មកប្រាប់អ្នកទាំងអស់គ្នាបន្ថែមអីចឹងទៅអ្នកគ្នាគ្រាន់តែមើល reaction ខ្ញុំប៉ុណ្្នឹងទៅដឹងតែ spicy កម្រិតណាត្រូវទេប៉ុន្តែខ្ញុំ spoil អ្នកទាំងអស់គ្នារឿងមួយសម្រាប់ឆ្នាំនេះការប្រកួត M8 គឺយើងហៀងពិបាកហើយតឹងមែនតើប៉ុន្តែសម្រាប់ការប្រកួតនៅឆ្នាំក្រោយនឹងមានអ្វី surprise ជូនអ្នកទាំងអស់គ្នាដូចគ្នានិយាយរួមទៅខ្ញុំអត់ហ៊ាននិយាយច្រើនទេខ្ញុំប្រាប់តែប៉ុណ្្នឹងអ្នកទាំងអស់គ្នាបើសិនជាចង់ដឹងចង់អីអ្នកទាំងអស់គ្នាមើល page MPL Cambodia អូខេអញ្ចឹងមានតែប៉ុណ្្នឹងទេគ្នាយើងយកមិនដែរជាមួយនៅក្នុងការប្រកួត MPL KA Season ទី11និង Road to M8 អ្នកគ្នាយកយ៉ាងមិនដែរកុំភ្លេច comment នៅខាងក្រោមខ្ញុំដឹងផងហើយមួយទៀតគ្នាយើងកុំភ្លេច follow TikTok ហើយជាមួយនឹង Facebook ខ្ញុំផងពេលដែលគ្នាយើងមើលវីដេអូខ្ញុំហើយតែងតែរំលងជាមួយនឹងការ follow របស់ខ្ញុំអញ្ចឹងកុំភ្លេចចុច follow ម្នាក់មួយមកសម្រាប់ Facebook នៅខាងនេះសម្រាប់ TikTok នៅខាងនេះដើម្បីទទួលបានព័ត៌មាន update ថ្មីៗពីខ្ញុំផ្ទាល់អូខេអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ